សូមអបអរសាទរអ្នកបានបំពេញបេសកកម្មជាក់ស្ដែងរួចរាល់ហើយរង្វាន់សម្រាប់បេសកកម្មទៅដល់សាលាក្នុងរយៈពេល30នាទីភាគហ៊ុន10របស់សម្ព័ន្ធក្រុមហ៊ុនវ៉ាន់ដាបើគិតតាមភាគហ៊ុនសរុប30របស់តួអង្គចិនគឺស្មើនឹងប្រហែលជា3000លានជាងសិស្សសាលាចតឡានទៅគៀនបន្តិចទៅកុំចុចរាំងផ្លូវចូលបែបនេះអាឆ្មាំសន្តិសុខចង្រៃកុំចេះតែដឹងរឿងអ្នកដទៃគៀនមកបញ្ជាឲ្យអញចុចគៀនឲ្យមែនទេសិស្សសាលាការដែលអញចតឡាននៅទីនេះគឺធ្វើឲ្យប៉ះពាល់ដល់ចរាចរណ៍ក្នុងសាលាអាឆ្មាំសន្តិសុខឲ្យដឹងទេថាឪពុកខ្ញុំជានរណាក្រុមហ៊ុនដែលអញធ្វើការនេះក៏ព្រោះតែឪពុកខ្ញុំបរិច្ចាគលុយឲ្យសាលាទើបមានថ្ងៃនេះទោះឪពុកអញជាសាលានាយកក៏ដោយក៏មិនអាចធ្វើបែបនេះបានដែរខ្ញុំទុកពេលឲ្យអញ1នាទីបើកឡានលោរបស់អញចេញទៅឲ្យឆ្ងាយអញជានរណាមកចេះដឹងរឿងអញដឹងទេថាឪពុកខ្ញុំជានរណាអញនៅសល់ពេល40វិនាទីទៀតទេអញចាំមើលចុះអញនឹងទៅប្តឹងសាលានាយកឲ្យដឹងរឿងអញនឹងធ្វើឲ្យអញគ្មានថ្ងៃបានរៀននៅសាកលវិទ្យាល័យនេះទៀតឡើយកូនប្រុសអើយអ្នកមិនគួរចេញមុខជំនួសខ្ញុំទេអញបង្កបញ្ហាធំហើយសិស្សថ្មីម្នាក់នោះវាលីជុនមែនទេមិនខ្លាចទៅដែលលីជុនហៅពួកគេមកសង្សឹកឪពុករបស់លីជុនឆ្នាំមុនទៅតែប្រចាំលុយ10លានឲ្យសាលាទេឈិនឈួនលោកគ្រូចឹងឲ្យអ្នកទៅជួបគាត់នៅការិយាល័យលោកគ្រូចឹងលោកហៅខ្ញុំមែនទេឈិនឈួនអញដឹងទេថាអញបានបង្កបញ្ហាអ្វីទៅវាចង់ប្រហារហិង្សាលើឆ្មាំសន្តិសុខខ្ញុំគ្រាន់តែចេញមកជួយវាជាទង្វើដ៏ក្លាហានឈិនឈួនអញនៅមិនទាន់ដឹងពីភាពធ្ងន់ធ្ងរនៃរឿងនេះទេឪពុករបស់លីជុនគឺជាអគ្គនាយកនៃសម្ព័ន្ធក្រុមហ៊ុនវ៉ាន់ដាកាលពីមុនគាត់ទៅតែប្រចាំលុយ10លានយ៉ាងនេះចុះខ្ញុំនឹងព្យាយាមក្នុងនាមជាគ្រូប្រឹក្សាទៅនិយាយជាមួយលីជុនឲ្យល្អមុនពេលឪពុកគេចាត់ការដើម្បីបញ្ចប់រឿងនេះឲ្យបានអាឡូលីជុនមែនទេខ្ញុំជាគ្រូប្រឹក្សាចឹងអានស៊ីរឿងនៅមុខសាលាកាលពីមុននេះខ្ញុំទើបតែបានដឹងសិស្សឈ្មោះឈិនឈួនគឺជាសិស្សរបស់ខ្ញុំក្មេងចេះតែមានការឆេវឆាវខ្លះហើយរឿងនេះលោកជួយសម្របសម្រួលឲ្យចប់ទៅហាហាលោកគ្រូចឹងបើខ្ញុំទុកមុខឲ្យលោកក៏បានដែរឲ្យគេសងថ្លៃខូចខាតផ្លូវចិត្តខ្ញុំ1លានយន្តសម្រាប់ថ្លៃថ្នាំព្យាបាលរួចមកនៅក្នុងកិច្ចប្រជុំសាលាលោកជំពងសុំទោសខ្ញុំរឿងនេះខ្ញុំនឹងចាត់ទុកថាចប់គ្នាលីជុនទីមទីរបស់អញខ្លាំងពេកហើយឲ្យអញទៅសាលារៀនពេលរសៀលនេះមកឈិនឈួនរឿងវាដល់ថ្នាក់នេះហើយកំហុសដែលខ្លួនបានធ្វើត្រូវតែទទួលខុសត្រូវដោយខ្លួនឯងចុះចាញ់ទៅរឿងនឹងបានចប់ខ្ញុំមិនបានធ្វើខុសអ្វីផងហើយអ្វីត្រូវទៅលោកជំពងសុំទោសគេទុយទៅវិញគេជាអ្នកវិសន្តិសុខនៅមុខសាលាខ្ញុំត្រូវទៅសុំទោសគេដោយអយុត្តិធម៌បែបនេះតើសាលានេះនៅមានភាពយុត្តិធម៌អ្វីទៀតលោកលីស្វាគមន៍ដែលបានមកដល់សូមអភ័យទោសដែលមិនបានទទួលរាក់ទាក់សាលានាយកចាងរឿងកូនប្រុសខ្ញុំលោកប្រហែលជាដឹងហើយលោកលីយុវវ័យសម័យនេះរឿងប៉ះទង្គិចគ្នាជាធម្មតាទេពេលនោះខ្ញុំចំណាយលុយជួយឧបត្ថម្ភសាលាខ្លាំងណាស់គឺសង្ឃឹមថាកូនខ្ញុំមានបរិយាកាសសិក្សាល្អលទ្ធផលគឺសុវត្ថិភាពកូនខ្ញុំសំបីតែបន្តិចក៏មិនមានការធានាដែរហើយក្មេងដែលវីកូនខ្ញុំមកទីនេះមកខ្ញុំចង់ឃើញច្បាស់ថាជានរណាដែលហ៊ានធ្វើបាបកូនខ្ញុំលោកគ្រូចឹងនាំឈិនឈួនមកការិយាល័យខ្ញុំមកឯងមែនទេដែលវីកូនខ្ញុំលោកមែនទេបងនេះស្រាប់ម៉ូតប្រុសហ្នឹងបងអញ្ចឹងវាមានពីរពណ៌មានពណ៌សមួយពណ៌ខ្មៅមួយអញ្ចឹងបងអាចមើលបានណាតុនមែនតើបងបាត់បានស្រាប់ជាឪពុករបស់អតិឆានហ្នឹងឯងសាលានាយកចាងនេះគឺជាសិស្សដែលសាលារបស់លោកអប់រំមកសិស្សដែលទៅមកថ្មីតែងតែមានកំហឹងបន្តិចបន្តួចហើយប៉ាគឺអានេះហើយដែលវីខ្ញុំមើលមុខខ្ញុំផងហាំអស់ហើយសាលានាយកចាងលោកមើលចុះស្ថានភាពវាខ្លាចជាបែបនេះទៅហើយរឿងនេះមិនអាចទុកឲ្យវាចាប់ត្រឹមនេះបានទេត្រូវតែបណ្ដេញចេញពីសាលាខ្ញុំវីគេត្រូវតែបណ្ដេញខ្ញុំចេញចុះគេវីសន្តិសុខវិញគិតយ៉ាងម៉េចគឺជាអាចារ្យមកអត់ខាត់នឹងទេដែលរករឿងខ្ញុំនៅឲ្យខ្ញុំរើឡានចេញទើបខ្ញុំវីវារឿងនេះខ្ញុំក៏ដឹងដែរលីជុនគេចឡានសាលានាយកចាងពេលនេះគឺត្រូវពិភាក្សារឿងក្មេងនេះវីកូនខ្ញុំលោកនិយាយរឿងអ្វីផ្សេងទៀតធ្វើអីឬមួយលោកចង់លំអៀងការពីក្មេងវីគេម្នាក់នេះសាលានាយកឆ្នាំនេះជាឆ្នាំដែលសាលាឈានទៅរកលំដាប់ថ្នាក់200កំពូលលើពិភពលោកជាពេលវេលាសំខាន់ណាស់លោកកុំមកធ្វើជាមិនដឹងរឿងឥឡូវនេះឲ្យសោះនេះគឺជាឱកាសចុងក្រោយរបស់ខ្ញុំហើយបើបាត់បង់ឱកាសនេះខ្ញុំមានតែរងចាំដល់ថ្ងៃចូលនៅក្នុងតំណែងនេះដែរទេប៉ាថ្ងៃនេះគ្រូរបស់ក្មេងម្នាក់នេះបានមកសុំអង្វរខ្ញុំបានប្រាប់គេរួចហើយឲ្យតែគេសង1លានយន្តរួចលោកជំពងសុំទោសខ្ញុំនៅចំពោះមុខកិច្ចប្រជុំសាលាខ្ញុំនឹងមិនប្រកាន់ទោសអូដំណើរទៀតទេនឹងលើកលែងឲ្យវីកូនប្រុសខ្ញុំពិតជាចិត្តទូលីមែនសាលានាយកចាងលោកក៏បានដែរគ្រូសាលីរបស់ពួកយើងបានផ្ដល់ឱកាសចុងក្រោយបំផុតហើយឥឡូវគឺអាស្រ័យលើសេចក្តីស្មោះត្រង់របស់សាលាហើយខ្ញុំឲ្យជំរឿនមួយដល់គ្រូសាលីរបស់លោកឲ្យលីជុនលោកជំពងសុំទោសលោកតែឆ្មាំសន្តិសុខសងថ្លៃសំណង1លានយន្តខ្ញុំនឹងចាត់ទុកថារឿងនេះមិនដែលបានកើតឡើងបើមិនដូច្នោះទេខ្ញុំនឹងធ្វើឲ្យពួកលោកទាំងគ្រូសាការងារនៅទីក្រុងនេះលោកបំបត្តិទូនីតិគ្រប់យ៉ាងក្នុងសម្ព័ន្ធក្រុមហ៊ុនវ៉ាន់ដាពេលវេលាពិចារណារបស់លោកមានតែ1នាទីប៉ុណ្ណោះឯងគិតថាឯងជានរណាហ៊ាននិយាយថាឲ្យគ្រូសាលីរបស់យើងចេញពីទីក្រុងនេះឯងដឹងទេថាឪពុកខ្ញុំមានទូនីតិអ្វីនៅសម្ព័ន្ធក្រុមហ៊ុនវ៉ាន់ដានៅសល់40វិនាទីទៀតឯងបានស៊ើបមើលរួចហើយពេលឯងមកដល់ក្រុមហ៊ុនដែលឪពុកម្ដាយឯងធ្វើការក៏ស្ថិតនៅក្រោមសម្ព័ន្ធក្រុមហ៊ុនវ៉ាន់ដារបស់យើងដែរគ្រាន់តែឯងទូរស័ព្ទមួយដងពួកគេនឹងត្រូវបណ្ដេញចេញភ្លាមនៅសល់30វិនាទីទៀតអាឡូលេខាជើមែនទេខ្ញុំលីកាងនៅក្រុមហ៊ុនមានប្តីប្រពន្ធមួយគូឈ្មោះឈីនខ្វាងមឹងនឹងសិនហៅមែនទេបណ្ដេញពួកគេចេញឲ្យខ្ញុំភ្លាមរួចប្រកាសពីពេញក្រុមហ៊ុនថាក្រុមហ៊ុនណាដែលហ៊ានជួលពួកគេគឺចាត់ទុកថាជាស្ទើរនឹងសម្ព័ន្ធក្រុមហ៊ុនវ៉ាន់ដាអាស្ទៀវឥឡូវអញដឹងហើយមែនទេថាអំណាចចេញធំប៉ុណ្ណាដើមឡើយគឺជារឿងរ៉ាវរវាងសិស្សនិងសិស្សតែឥឡូវបែរជាពាក់ព័ន្ធដល់ឪពុកម្ដាយទៀតឈិនឈួនល្អពេលវេលាបានអស់ហើយអញអស់ឱកាសហើយអាមាត់រឹងក្មេងស្ទៀវមកពីស្រុកក្រៅចេះតែអួតអាឡូខ្ញុំឈិនឈួនអគ្គនាយកសម្ព័ន្ធក្រុមហ៊ុនវ៉ាន់ដាតំបន់ភាគខាងជើងឈ្មោះលីកាំងមែនទេដកហូតទូនីតិរបស់គាត់ទាំងអស់ចេញពីក្រុមហ៊ុនភ្លាមគាត់នៅរករឿងឲ្យក្រុមហ៊ុនសវនកម្មទី3ទៅពិនិត្យមើលគាត់មើលថាប៉ុន្មានឆ្នាំនេះគាត់បានកេងប្រវ័ញ្ចលុយក្រុមហ៊ុនបញ្ជូនរឿងនេះទៅខាងពាក់ព័ន្ធជួមេធាវីដែលពូកែបំផុតព្រមទីទោសឲ្យធ្ងន់ធ្ងរបំផុតសម្ដែងដល់ថ្នាក់នេះផងនៅនឹងបណ្ដេញខ្ញុំចេញហើយអ្វីឯងមិនចាប់ប៉ាខ្ញុំដាក់គុកតែម្ដងទៅឲ្យគាត់ទៅញ៉ាំបាយគុកដោយឥតគិតថ្លៃរាល់ថ្ងៃទៅអ្វីដែលខ្ញុំចង់បានគឺធ្វើឲ្យគ្រួសារពួកឯងធ្លាក់ចុះដល់បាតសង្គមឲ្យសាច់ញាតិមិត្តភ័ក្តិរបស់ពួកឯងគេចមុខឲ្យអស់សួស្ដីលោករ៉េនតើមានបញ្ជាអ្វីដែរលោករ៉េនយ៉ាងម៉េចទៅហើយកំពុងតែល្អ
ហេតុអ្វីក្រុមប្រឹក្សាពិបាលដកតំណែងខ្ញុំទៅវិញខ្ញុំសូមឲ្យលោកកុំតស៊ូទៀតឡើយបុគ្គលម្នាក់នោះមានពាក្យហ៊ុនក្នុងដៃច្រើនជាងលោកប្រធានវ៉ាន់3ទៅទៀតលោកគ្មានផ្លូវឈ្នះគេបានឡើយឯងគឺជាម្ចាស់ពាក្យហ៊ុនធំបំផុតរបស់សម្ព័ន្ធក្រុមហ៊ុនវ៉ាន់ដាឯងដឹងរឿងនេះយូរពេលហើយ